បងប្អូនថ្ងៃនេះយើងរៀនបន្តពី resistance របស់យើងគឺតាំងដោយអក្សរ R នឹងឯងបងប្អូនកាពិតនេះខ្ញុំដាក់ពីរបៀបកណនាពណ៌របស់ R ហ្នឹងគឺខ្ញុំមកដាក់ដោយថាកណនារបស់ resistance ទេគឺខ្ញុំដាក់ដើម្បីឲ្យបងប្អូនចំណាំអក្សរ R ហ្នឹងគឺ resistance នឹងឯងអញ្ចឹងគ្រប់គ្រឿងបរិក្ខាររបស់វាគឺមានអក្សរវាទាំងអស់បងប្អូនមិនថាយ៉ូតមិនថាកង់ដងគឺមានអក្សរតាំងវាទាំងអស់ដោយយ៉ូតអក្សរ D អីចឹងទៅកង់ដងអក្សរ C អីចឹងទៅហ្នឹងហើយក្នុង board គេមិនអាចដាក់ជាភាសាខ្មែរឲ្យយើងទេលុះត្រាតែកូនខ្មែរជាអ្នកបង្កើតបានដាក់បានអញ្ចឹងណាទោះបីតែដាក់ក៏គេយកភាសាបច្ចេកទេសមកដាក់ដែរគឺអក្សរ R ហ្នឹងឯងអក្សរ R គឺតាំងដោយ resistance នៅគ្រប់board ទាំងអស់នៅគ្រប់ board គឺមានអក្សរ A និងអក្សរ R នឹងហើយគឺ resistance ហើយបងប្អូនតោះឥឡូវយើងកុំទាន់អានពីចំណុចដែលយើងអក្សរដែលខ្ញុំសេខាងក្រោមនេះគឺយើងចូលទៅមើលពណ៌របស់ resistance នោះសិនហ្នឹងហើយបងប្អូនមុននឹងទៅដល់ពណ៌របស់វាយើងត្រូវមើលតែបន្តិចសិននេះមើលចំណុច tray ទី1នេះចំណុច tray ទី1នេះគឺគេនិយាយអំពីពណ៌ទី3នៃ resistance គិតជាតម្លៃ0បងប្អូនឆ្ងល់គិតជាតម្លៃ0ហ្មងតោះដើម្បីស្រាយចម្ងល់យើងទៅមេរៀនទាំងអស់គ្នាហ្នឹងហើយបងប្អូនអានេះកាលពីវគ្គមុននោះគឺខ្ញុំឲ្យបងប្អូនគឺឲ្យដឹងអំពីពណ៌នៃ resistance ខ្មៅ0ថ្នោត1ក្រហម2ស្លាទុំ3អីចឹងទៅគឺវគ្គនេះគឺដល់ពេលដែលយើងកណនាពណ៌របស់វានឹងឯងហ្នឹងហើយបងប្អូនបានរៀនហើយគឺយើងមកមើល resistance ទី1នេះគឺពណ៌បៃតងបងប្អូនដឹងហើយគឺស្មើនឹង5ហ្នឹងហើយពណ៌ទី2របស់វានោះគឺពណ៌ខៀវនឹងគឺស្មើនឹង6ហើយពណ៌ទី3របស់វានឹងគឺត្នោតគឺក្នុងមេរៀនរបស់យើងវាស្មើនឹង1មែនអត់តែមិនបានខ្ញុំដាក់វាស្មើនឹង0ហើយដែលខ្ញុំដាក់ស្មើនឹង0បងប្អូនត្រូវកលេចមើលខាងលើនេះវិញពណ៌នេះពណ៌ទី3នៃ resistance គិតជា0យល់ទេបងប្អូនហ្នឹងអាហ្នឹងមកដល់នឹងឯងនេះពណ៌ទី3ហើយមួយទៀតមិនបានយើងថាដឹងថាពណ៌ទី3យើងត្រូវតាំងដោយអ្វី resistance គឺពណ៌មាសគឺនៅពីក្រោយអាហ្នឹងហើយគឺគេហៅពណ៌មាសដូចមេរៀនមុនដែលខ្ញុំបានដាក់ឲ្យហ្នឹងគឺវាគ្មានតម្លៃនឹងឯងហើយយើងសម្គាល់ដោយពណ៌មាសគឺនៅពីក្រោយនេះគឺកតុយហើយដែលអត់ពណ៌មាសគឺដើមហើយដែលយើងត្រូវរាប់នឹងឯងលេខ5ឬក៏លេខ6លេខ0នឹងហើយអានេះគឺកតុយរបស់វាអញ្ចឹងយើងមិនអាចត្រឡប់ពីអានេះជាក្បាលបានទេពណ៌មាសហ្នឹងចាំឲ្យច្បាស់បងប្អូនគឺវាអត់មានតម្លៃទេគឺគេដាក់សម្គាល់ហ្នឹងហើយអានេះគឺរៀនអំពី resistance 3ពណ៌ទេតិចទៀតពេលបងប្អូនចេះអា3ពណ៌នេះបងប្អូនគួរស្វែងយល់ខ្លួនឯង5ពណ៌មានរបស់ថៃគឺ5ពណ៌ហ្នឹងហើយជប៉ុនអីក៏ដោយគឺ5ពណ៌ថៃជប៉ុនបងប្អូនភាគច្រើនជប៉ុនគឺប្រើ5ពណ៌ប៉ុន្តែអាស៊ីរបស់យើងនេះខ្មែរថៃចិនវៀតណាមហ្នឹងគឺប្រើ3ពណ៌នេះឯងតែរបស់ជប៉ុនតិចទៀតបងប្អូនគង់យល់ឯ5ពណ៌ហ្នឹងគឺក៏ពិតវាមានតាំងដោយដូចគ្នាប៉ុន្តែសម្គាល់ឲ្យបងប្អូនចេះអាពួកនេះសិនហ្នឹងហើយបងប្អូនឥឡូវយើងចាប់ផ្ដើមគិតមកនេះបៃតង5ខៀវ6ត្នោត1សោះមិនបានលោកគ្រូដាក់0បងប្អូនឃើញទេនេះទៅនេះពណ៌ទី3នៃ resistance គឺគិតជាតម្លៃ0អញ្ចឹងហើយពណ៌ទី3របស់វានេះគឺស្មើត្នោតហ្នឹងគឺ1ហ្នឹងគឺស្មើនឹង0.1ហ្នឹងឯងឃើញទេអញ្ចឹង resistance នេះគេគិតជាអូម660អូមឃើញទេបងប្អូននេះចាប់ពី0ទៅដល់999គិតជាអូមហ្នឹងហើយហ្នឹងគឺគិតជាអូមហើយនេះមិនទាន់ដល់999ផងអញ្ចឹងវាក្រោមហ្នឹងគឺគេគិតជាអូមហើយតោះឥឡូវយើងទៅមួយទៀតនេះបងប្អូនឃើញទេពណ៌ក្រហមគឺស្មើនឹងលេខ2ក្រហមមួយទៀតគឺស្មើលេខ2ហើយ
ខ្មៅស្មើនឹង0មិនអត់មានអញ្ចឹងគ្រូហ្នឹងហើយគឺពណ៌ទី3នឹងស្មើនឹង0តែអានេះវាអត់មានតម្លៃ1ឬក៏2ឬក៏3ឬក៏4ផងខ្មៅនឹង0គឺអត់មានមកដល់បងប្អូនហ្នឹងហើយអញ្ចឹង resistance នេះគឺ22អូមខ្មៅចុងក្រោយនេះគេអត់គិតទេហ្នឹងហើយលុះត្រាតែមានខ្មៅមួយទៀតជាន់គ្នាឧទាហរណ៍ណាក្រហមខ្មៅអាហ្នឹងបានគេគិតអញ្ចឹងណាបងប្អូនមានតែប៉ុណ្្នឹងឯងអានេះគឺ22អូមបងប្អូនចាំច្បាស់ទៅតោះឥឡូវយើងក៏លេខមកខាងក្រោមនេះមួយទៀតនេះខាងក្រោមនេះខាងក្រោមនេះដែរបងប្អូនគិតមើលក្រហមនេះក្រហមហ្នឹងក្រហមស្មើនឹង2ក្រហមស្មើនឹង2ហើយបន្ទាប់មកលឿងគឺស្មើនឹង4យល់ទេបងប្អូន4ណាអញ្ចឹងអានេះដូចដដែលទេគឺពណ៌ទី3របស់វា4គឺ1 2 3 4គឺ04ហ្នឹងបងប្អូនព្រោះវាមានតម្លៃ4គឺចុងក្រោយគិតជា0 0គឺ04 1 2 3 4ហ្នឹងហើយអានេះ1 2 3 4ឥឡូវយើងគិតមើលបើយើងគិតជាអូមរាយ10 100 ពាន់ម៉ឺនសែន20រាយ10 100 ពាន់ម៉ឺនសែន2សែន20000 20000រាយ10 100 ពាន់ម៉ឺន2សែន20000អូមបាក់និយាយទេបងប្អូនបាក់និយាយហ្នឹងហើយបាក់ឥឡូវយើងគិតមិនវិញឥឡូវយើងមកមើលអក្សររបស់យើងនេះវិញនេះចាប់ពីរាយ10 100 ពាន់1000ទៅដល់រាយ10 100 ពាន់ម៉ឺនទៅដល់9999នេះស្មើនឹង k ហ្នឹងគឺគេហៅគីឡូនឹងឯងគីឡូបងប្អូនចាំឲ្យបានគឺគីឡូគេគិតគីឡូណាឥឡូវមិនបានគិតគីឡូកើតឥឡូវយើងឧទាហរណ៍ទេបងប្អូន1000នេះ1000នេះណា1000ហ្នឹងភាគច្រើនបងប្អូនមានដីឧទាហរណ៍ណាបងពីនេះទៅផ្សារប៉ាងលឹមឧទាហរណ៍ផ្សារនេះផ្សារនោះប្រហែលម៉ែត្របងអញ្ចឹងភាគច្រើនមនុស្សយើងមិនដែលឆ្លើយថា1000ម៉ែត្រទេហ្នឹងហើយគឺស្មើ1000ម៉ែត្រទេមិនដែលប្រាប់ថាបង1000ម៉ែត្រទៀតដល់អត់ទេគឺគេនិយាយថា1គីឡូព្រោះដោយសារគេកាត់ខ្ទង់3ខ្ទង់នេះចោលបងប្អូននេះអញ្ចឹងហើយគិតជាគីឡូវិញគេហៅថា1000ម៉ែត្រក៏បានដែរប៉ុន្តែវាមើលទៅវាពិបាកស្ដាប់អញ្ចឹងគេហៅ1គីឡូនឹង1000គឺវាដូចតែគ្នាទេហ្នឹងហើយជាក់ស្ដែងរេស្តង់នេះដូចគ្នាអញ្ចឹងនេះរាយ10 100 ពាន់ម៉ឺនសែន2សែន20000អូមនេះអូមសញ្ញាផ្កាប់នេះអូមបងប្អូននេះហ្នឹងហើយអញ្ចឹងវាពិបាកអញ្ចឹងហើយយើងតម្រូវយើងកាត់3ខ្ទង់ចោលដូចតែឧទាហរណ៍ដីដូចខ្ញុំនិយាយអញ្ចឹងណាកាត់3ខ្ទង់ចោលអញ្ចឹងវាស្មើនឹងរាយ10 100 220គីឡូអូមឃើញគីឡូអូម220គីឡូអូមអញ្ចឹង resistance នេះគេហៅ220គីឡូហ្នឹងហើយ220គីឡូអូមគីឡូអូមយល់បងប្អូនហ្នឹងហើយឥឡូវយើងបន្តទៅមួយទៀតអានេះដូចគ្នាបងប្អូនអានេះពីក្រោយច្រើនណាចាំមើលអានេះស្លាទុំបងប្អូនឃើញស្លាទុំហើយនឹងក្រហមវាស្តៀងគ្នាបន្តិចហ្នឹងគេហៅស្លាទុំហើយអញ្ចឹងស្លាទុំគឺលេខ3ស្លាទុំគឺលេខ3ហើយបៃតងគឺលេខ5បងប្អូនសង្កេតមើលពណ៌ទី1ទី2ទី3ពណ៌ទី3គឺគិតមិនលេខ5គឺ0ម៉ានបងប្អូនគឺ005ហ្នឹងហើយ1 2 3 4 5ឃើញទេអញ្ចឹងបើសិនជាយើងគិតជាអូមវិញរាយ10 100 ពាន់ម៉ឺនសែនលានឃើញ3លានអូមហ៎បងប្អូន3លាន3សែនអូមហ៎ពិបាកនិយាយហ្នឹងហើយអញ្ចឹងហើយបានគេកាត់ខ្ទង់ចោលដូចដីអញ្ចឹងឯងគឺយើងក្បៀស3ខ្ទង់ចោលដូចគ្នាក្បៀសមកអញ្ចឹងគេគិតបងប្អូននេះមើលទី3ហើយនេះរាយ10 100 ពាន់ម៉ឺនសែនលានចាប់ពី9លាន9សែន9ម៉ឺន999ទៅដល់រាយ10 100 ពាន់ម៉ឺនសែនលានដល់10លានប្រហែលលានក៏ដោយបងប្អូនឲ្យទៅគិតថាលានណា10លានឬក៏20លានអញ្ចឹងទៅនេះថែម0មួយទៀតចុយ0ទួយថែម0មួយទៀតឈប់ចាំបន្តិចយើងថែម0មួយទៀតអាហ្នឹងចាប់ពីលានទៅដូចគេហៅ M ហើយបងប្អូនដូច Facebook យើងអញ្ចឹង 1K 2K 1M 2M អញ្ចឹងណា M ហ្នឹងគឺលានហើយអញ្ចឹងគេហៅ 1M វិញកាត់3ខ្ទង់ដូចគ្នាអញ្ចឹងកាត់3ខ្ទង់យើងគិតរាយ10 100 ពាន់មិនមែន3000គីឡូទេណាបងប្អូនអានេះគេហៅរាយ10 100 333M 3M3 ច្រឡំ 3M3 ហ្នឹងគិតមិនរាយ10 100 ពាន់
chẳng 3 âm 7 chẳng mình này tha 3 liên 3 kg bả sẽ đạp nâng ngày chẳngไป cái cắt 3 ខ្ទង់នេះចេញមកគឺវាស្មើ 3 âm 3 នេះបងប្អូននេះឃើញ 3 âm 3ភាគច្រើន resistance គីឡូ នេះគេមិនសូវបានយកមកប្រើនៅក្នុង board របស់យើងទេពួកអីវាគីឡូធ្ងន់ណាហ្នឹងហើយគីឡូធ្ងន់វាមិនងាយទេគឺគេប្រើ K ចុះក្រោម ហ្នឹងគឺប្រដាប់ទប់សញ្ញាទេហ្នឹងហើយសញ្ញាខ្លាំងឬក៏វល់ខ្លាំងហ្នឹងហើយនេះគ្រាន់តែជារបៀបកណនាទេមានតែប៉ុណ្្នឹងទេវីដេអូហ្នឹងហើយមេរៀន resistance នេះក៏អត់ទាន់ចប់ទេវាមានតួនាទីវាធ្វើអីទៀតបងប្អូនហ្នឹងហើយវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនមានចម្ងល់អាចឆាតមកសួរមកយល់ឬមិនយល់អីបងប្អូនប្រាប់ផងបើអត់ចេះបើអត់ប្រាប់ខ្ញុំមិននឹងដឹងបងប្អូនឆ្ងល់មិនហ្នឹងហើយចាំយើងរៀនបន្តវគ្គក្រោយទៀត